នៅពេលដែលយើងកំពុងតែប្រើប្រាស់កម្ចីរឿងដ៏សំខាន់មួយដែលយើងគួរតែប្រុងប្រយ័ត្នហ្នឹងគឺតាក់ទងជាមួយនឹងបន្ទុកឥណទានឬក៏បន្ទុកកម្ចីរបស់យើងព្រោះបន្ទុកនេះគឺជាឧបករណ៍មួយដែលថាស្ថាប័នផ្ដល់កម្ចីហ្នឹងយកទៅប្រើប្រាស់ដើម្បីជំនួយដល់ការសម្រេចចិត្តនៅក្នុងការផ្ដល់កម្ចីណាមួយអញ្ចឹងខ្ញុំនឹងចែករំលែកត្រួសថាតើបន្ទុកនេះបានប្រាប់អ្វីខ្លះអំពីយើងទៅកាន់ធនាគារហើយយើងគួរធ្វើដូចម្តេចដែរដើម្បីរក្សាបន្ទុកនេះឲ្យបានល្អណាដំបូងយើងត្រូវដឹងថាបន្ទុកឥណទានសម្រាប់នៅប្រទេសកម្ពុជារបស់យើងគឺគេហៅថាខ្មែរ Score ឬក៏ K Score វាកើតចេញពីការគណនាពីប្រវត្តិកម្ចីទាំងអស់របស់បុគ្គលម្នាក់ៗដូចជាកម្ចីផ្ទាល់ខ្លួនកម្ចីឡានកម្ចីផ្ទះពីគ្រឹះស្ថានធនាគារផ្សេងៗកត់ត្រាចូលទៅក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទានរួមមួយរបស់ក្រុមហ៊ុនដែលមានឈ្មោះថា Credit Bureau Cambodia ឬក៏ហៅកាត់ថា CBC តាមរយៈប្រវត្តិឥណទានហើយនឹងបន្ទុក K Score នេះធនាគារអាចដឹងថាតើយើងអាចជាអតិថិជនប្រភេទបែបណានៅពេលដែលយើងស្នើសុំកម្ចីហើយបន្ទុក K Score គឺមានកម្រិតផ្សេងៗគ្នាអាចថាចាប់ពី100បន្ទុករហូតដល់1400បន្ទុកដូចយើងឃើញនេះគឺមានកម្រិតពណ៌ផ្សេងៗគ្នាឧទាហរណ៍សម្រាប់កម្រិតទាបដូចជាបន្ទុកដែលស្ថិតនៅក្នុងពណ៌ក្រហមឬក៏ពណ៌ទឹកក្រូចសម្រាប់អ្នកដែលមាន K score ស្ថិតនៅក្នុងកម្រិតនេះវាអាចផ្ដល់ជាសញ្ញាថាអ្នកនោះគឺមានហានិភ័យនៃការបង់សងយឺតហ្នឹងគឺកាន់តែខ្ពស់អញ្ចឹងធនាគារក៏ពិបាកទុកចិត្តឬក៏សម្រេចចិត្តថាឲ្យកម្ចីបានដែរប៉ុន្តែយ៉ាងណាមិញបន្ទុក K score នេះវាគ្រាន់តែជាកត្តាមួយនៅក្នុងការសម្រេចចិត្តរបស់ធនាគារប៉ុណ្ណោះព្រោះពេលធនាគារសម្រេចចិត្តថានឹងផ្ដល់កម្ចីក៏គេសិក្សាទៅលើកត្តាផ្សេងៗទៀតដែរបកមកមើលកម្រិតមធ្យមវិញដូចជាបន្ទុកដែលស្ថិតនៅក្នុងពណ៌រាងបៃតងភ្លឺឬក៏បៃតងស្រាលហ្នឹងអាចនិយាយបានថាគាត់គឺជាអតិថិជនល្អផងដែរដែលថាលទ្ធភាពនៃការបង់របស់គាត់ហ្នឹងអាចថារៀងគ្រាន់បើជាងមិញហើយមួយទៀតគឺជាកម្រិតខ្ពស់ដូចជាបន្ទុកស្ថិតនៅក្នុងពណ៌បៃតងចាស់នេះក្នុងកម្រិតនេះអាចចាត់ទុកថាជាសញ្ញាល្អដែលបញ្ជាក់ថាអ្នកនោះមានសុខភាពហិរញ្ញវត្ថុល្អហើយនឹងមានប្រវត្តិឥណទានល្អដូចគ្នានិយាយទៅពួកគាត់អាចមានលទ្ធភាពនៃការបង់សងហ្នឹងទាន់ពេលវេលាពេលខ្លះទៀតហ្នឹងក៏ធនាគារអាចនឹងឲ្យជាលក្ខខណ្ឌកម្ចីហ្នឹងល្អប្រសើរជាងមុនផងដែរនិយាយទៅបន្ទុកនេះវាសំខាន់ដោយសារវាតំណាងឲ្យភាពស័ក្តិសមរបស់យើងនៅក្នុងការទទួលបានកម្ចីហើយដោយដែលបានបញ្ជាក់អញ្ចឹង K score មិនមែនជាកត្តាតែមួយមុខដែលថាត្រូវយកមកពិចារណានៅពេលដែលវាតម្លៃទេព្រោះចុងក្រោយគ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗហ្នឹងអាចមានគោលការណ៍ហើយនឹងការវាតម្លៃផ្សេងៗគ្នាមុននឹងអនុម័តកម្ចីណាអញ្ចឹងយើងត្រូវចាំថា K score នេះវានឹងគណនារហូតជាមួយនឹងប្រវត្តិកម្ចីហើយនឹងអរិយាប័ត្រនៃការបង់សងត្រឡប់របស់យើងដូច្នេះហើយបានជាយើងគួរប្រើប្រាស់កម្ចីដោយមានទំនួលខុសត្រូវហើយមានផែនការច្បាស់លាស់នៅក្នុងការគ្រប់គ្រងក៏ដូចជាបង់សងត្រឡប់ទៅវិញទៅតាមពេលវេលាដើម្បីរក្សាបន្ទុក K score ហ្នឹងឲ្យបានល្អហើយបងប្អូនក៏អាចឆែកមើលបន្ទុក K score នេះនៅលើ CBC Mobile App បានដែរនៅពេលដែលយើងបើកចូលទៅក្នុងកម្មវិធី CBC យើងនឹងឃើញមុខងារមួយគឺបញ្ជាទិញរបាយការណ៍ហើយចុចទៅលើហ្នឹងមកបន្ទាប់មកចុចយកជំរើសកញ្ចប់ទី1ដែលហៅថារបាយការណ៍ឥណទាន Plus ឬក៏ Credit Report Plus ហ្នឹងដែលយើងនឹងទទួលបានជារបាយការណ៍ឥណទានផងហើយនឹងបន្ទុក K score ដែលខ្ញុំបាននិយាយនេះផងតែបើបងប្អូនដូចថាអត់ចង់អស់លុយទេអាចទាញយករបាយការណ៍ឥណទានដោយឥតគិតថ្លៃនេះបានមួយឆ្នាំម្ដងណាគ្រាន់តែថាវាអត់មានជាបន្ទុក K score ទេតែយល់ល្អយ៉ាងហោចណាស់មួយឆ្នាំម្ដងបងប្អូនគួរតែឆែកមើលបន្ទុកឥណទានរបស់ខ្លួនឯងយ៉ាងហោចណាស់ក៏ម្ដងដែរ